សួស្តីបងប្អូនទាំងអស់គ្នាសូមបង្ហាញវីដេអូពីសកម្មភាពមកពីទិញរបស់របរលក់វិញហើយចានិយាយទៅចិត្តនឹងរារែកដំបូងគិតថាយកលមកទៅឯងដល់ពេលហើយខ្ញុំគិតថាបើកលមកទៅប្រកាសជាស្ទះហើយដោយសារអ្នករោងចក្រគេឈប់គេអីចឹងព្រោះបើកឆ្លងកាត់ខ្នល់ណាហើយខ្ញុំក៏សម្រេចចិត្តថាយកម៉ូតូទៅឆាប់បានមកផ្ទះវិញតែគ្មានណាបងប្អូនអើយបើតាមទិញនោះអីវ៉ាន់ហ្នឹងទិញអត់តគ្រប់ទេបងប្អូនចាហើយដាក់ឡើងចុងបាក់ម៉ូតូហើយឥឡូវបន្ទាប់ពីរើអីវ៉ាន់រួចរាល់អស់ដល់ម៉ោងបំពងស្លាប់មន់ចាស្លាប់មន់ក្លុក2500ចា2500ស្លាប់មន់ក្លុកណាហ្នឹងហើយប្រហិតអីម្ដង500ម្ដង500មីកូកឆុងមកប្រអប់1500មកប្រអប់1500ចាខ្ញុំលក់មិនថាខែបនទៀនមិនថាថ្ងៃធម្មតាគឺលក់តម្លៃធម្មតារហូតគឺអត់តម្លើងថ្លៃទេបងប្អូនចាទោះជាលក់ដាច់ខ្លាំងប៉ុណ្ណាក៏ដោយគឺអត់តម្លើងថ្លៃទេសូម្បីតែហ្គាសឡើងថ្លៃក៏ខ្ញុំលក់អីវ៉ាន់អត់ឡើងថ្លៃដែរបងប្អូនដូចចុងស្លាប់មាត់អីឥឡូវឡើងថ្លៃក៏ខ្ញុំនៅលក់តម្លៃដដែល